សូមជូនរឿងប្រាជ្ញាអណ្ដើកអណ្ដើកគឺជាសត្វដែលអាចរស់នៅក្នុងទឹកក៏បានលើគោកក៏បាននៅពេលមួយនោះមានទឹកជំនន់ធំណាស់ធ្វើឲ្យលិចវាលលិចព្រៃអស់សត្វខ្លាដំរីរាជសីហ៍រមាំងរមាសក្ងោកជាដើមនាំគ្នាទៅរស់នៅព្រៃហេមពាន្តអស់នៅសល់តែអណ្ដើកមួយមិនព្រមទៅជាមួយគេអណ្ដើករវល់តែសប្បាយហែលលេងវងត្រីស៊ីមើមឈើឫសឈើស្រាប់តែទឹកស្រកទៅវិញអណ្ដើកក៏ជាប់ខ្លួននឹងដង្កៀបឈើទៅណាមិនរួចអណ្ដើកភ័យណាស់គិតថាខ្លួនច្បាស់ជាស្លាប់ហើយព្រោះដៃខ្លីជើងខ្លីចុះពីលើដើមឈើមិនបានលុះទឹកស្រកអស់ទៅមានល្បះស្មៅខ្ចីដុះនៅតាមគល់ឈើយ៉ាងច្រើនពេលនោះក៏មានដំរីមួយដើរមករកស៊ីស្មៅក្រោមគល់ឈើនោះអណ្ដើកឃើញដំរីត្រេកអរខ្លាំងណាស់គិតថាបានការហើយអញបោកអាដំរីនេះម្ដងឲ្យវាដឹងដៃអញអណ្ដើកក៏បានស្រែកប្រាប់ទៅដំរីថាណែបងដំរីនៅមិនទាន់ដឹងខ្លួនទេអីយើងជារាជទូតរបស់ព្រះបាទពរាណសីណាព្រះអង្គបានបញ្ជាយើងឲ្យមករកឯងនៅទីនេះព្រោះពូជពងរបស់ឯងកើតមកគឺជាអ្នកបម្រើព្រះរាជាស្រាប់តែលួចរត់មកបាត់យកទាំងផ្លិតរបស់ព្រះអង្គមកជាមួយផងឯងនេះដំរីឮដូច្នោះភ័យខ្លាំងណាស់ក៏ឆ្លើយតបទៅអណ្ដើកវិញថាបងរាជទូតខ្ញុំមិនដឹងអីទេនេះជាកន្ទុយរបស់ខ្ញុំមានវាតាំងពីកំណើតម្លេះមិនមែនផ្លិតទេយើងមិនបានថាឯងជាអ្នកលួចទេគឺដូនតារបស់ឯងជាអ្នកលួចបើឯងចង់រួចខ្លួនឯងត្រូវទៅរកសត្វជើងមួយយកមកឲ្យយើងឲ្យបានណាដំរីភ័យខ្លាំងណាស់ដើរទៅរកសត្វជើងមួយយំមិនដើរព្រោះមិនដឹងថាសត្វជើងមួយនោះគឺជាសត្វអ្វីដំរីដើរទៅក៏បានជួបនឹងខ្លាមួយខ្លាសួរដឹងរឿងក៏ធានាខ្លួនជូនដំរីទៅដោះស្រាយជាមួយនឹងអណ្ដើកប៉ុន្តែពេលជួបអណ្ដើកខ្លាក៏ចាញ់ប្រាជ្ញាអណ្ដើកទៀតព្រោះអណ្ដើកបានចោទខ្លាថាលួចយកភួយកាឡាខ្លួនរបស់ព្រះរាជាមកជាប់ខ្លួនទៀតខ្លាមិនបានមកជួយដំរីបែរជាមកជាប់ចោទខ្លួនឯងទៅវិញអណ្ដើកសម្លុតដំរីនឹងខ្លាឲ្យរកសត្វជើងមួយមកឲ្យខ្លួនឲ្យបានបើចង់រួចទោសដំរីនឹងខ្លាចេញទៅរកសត្វជើងមួយទាំងភ័យព្រួយពួកគេបានជួបនឹងស្វាមួយស្វាបានដឹងរឿងហើយក៏នាំគ្នាទៅជួបអណ្ដើកដើម្បីជួយដោះស្រាយឲ្យដំរីនឹងខ្លាប៉ុន្តែស្វានៅតែចាញ់ប្រាជ្ញាអណ្ដើកដូចដំរីនឹងខ្លាដែរអណ្ដើកចោទស្វាថាកន្ទុយរបស់ស្វាគឺជាដងលំពែងរបស់ព្រះរាជាដែលស្វាបានលួចយកម្ដងនេះស្វាក៏ភ័យខ្លួនដែរពួកគេនាំគ្នាដើរទៅរកសត្វជើងមួយឲ្យអណ្ដើកធ្វើយ៉ាងណាឲ្យរួចផុតពីទុក្ខទោសសត្វទាំង3ក៏បានជួបនឹងសត្វក្ងោកហើយរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ទៅក្ងោកពេលនោះក្ងោកក៏បបួលគ្នាទៅជួបនឹងអណ្ដើកម្ដងទៀតតែក្ងោកក៏ត្រូវអណ្ដើកចោទថាលួចយកផ្លិតកន្ទុយក្ងោករបស់ព្រះរាជាមកដែរក្ងោករកពាក្យដោះសារមិនឃើញទេព្រោះមានភស្តុតាងជាប់នឹងខ្លួនម្ដងនេះដំរីខ្លាស្វានិងក្ងោកចេញទៅរកសត្វជើងមួយក៏បានជួបនឹងសុភាទុនសាយហើយទុនសាយជាអ្នកធានាខ្លួនទៅដោះស្រាយជាមួយអណ្ដើកទីបំផុតអណ្ដើកក៏បោកទុនសាយបានដូចសត្វទាំង4ដែរអណ្ដើកចោទទុនសាយថាលួចយកប៉ែនធ្វើនំបញ្ចុករបស់ព្រះរាជាពេលនេះទុនសាយដែលធ្លាប់តែមានប្រាជ្ញាល្បីក៏នៅតែចាញ់ប្រាជ្ញាអណ្ដើកសត្វទាំង5ខ្លាចមានទោសយល់ព្រមទៅរកសត្វជើងមួយឲ្យអណ្ដើកតែពួកគេនៅតែមិនដឹងថាសត្វជើងមួយនោះគឺជាសត្វអ្វីទាល់តែអណ្ដើកប្រាប់ថាជាផ្សិតអណ្ដើកបោកប្រាស់ឲ្យសត្វទាំង5សង់កូនខ្ទមលើខ្នងដំរី
ហើយដកផ្សិតឲ្យបានច្រើនយកមកទុកក្នុងខ្ទមនោះបន្ទាប់មកឲ្យស្វាឡើងដើមឈើយកខ្លួនទៅដាក់ក្នុងខ្ទមនោះអណ្ដើកពួនស៊ីផ្សិតយ៉ាងឆ្ងាញ់នៅលើខ្នងដំរីរួចបញ្ជាឲ្យសត្វទាំង5ទៅនគរពរាណសីជាមួយខ្លួនដើម្បីសុំឲ្យព្រះរាជាលើកលែងទោសលុះដល់ស្រះមួយដែលមានផ្កាឈូកច្រើនអណ្ដើកក៏បានប្រាប់ទៅសត្វទាំង5ថាណែបងដំរីឈប់សិនយើងជានាម៉ឺនក្នុងវាំងពេលចេញពីក្នុងវាំងម្ដងពួកស្រីស្នំចេះតែសុំផ្កាឈូកពីយើងឥឡូវបងស្វាដាក់យើងចុះក្នុងស្រះនេះសិនទៅយើងចង់ទៅបេះឈូកយកទុកឲ្យពួកស្រីស្នំនោះសិនណាបងស្វាឮដូច្នោះក៏ប្រញាប់យកអណ្ដើកចុះពីលើខ្នងដំរីភ្លាមអណ្ដើកបានចុះទៅដល់ស្រះឈូកក៏សំងំពួនបាត់ទៅឯសត្វទាំង5ចាំយូរពេកទើបដឹងថាខ្លួនចាញ់បោកអណ្ដើកហើយពួកគេក៏បានត្រឡប់ទៅលំនៅឋានវិញឯអណ្ដើកក៏បាននៅក្នុងស្រះនោះយ៉ាងសុខសាន្តសូមជូនរឿងទុនសាយបញ្ឆោតខ្មោចពីដើមឡើយមានរឿងដំណាលថាមានបុរសម្នាក់ទើបរៀបការប្រពន្ធថ្មីបុរសនោះស្រឡាញ់ប្រពន្ធខ្លាំងណាស់មិនដែលដើរឆ្ងាយទៅទីណាចោលប្រពន្ធសោះតែថ្ងៃមួយនោះដោយសារព្រះនគរត្រូវសត្រូវឈ្លានពានព្រះមហាក្សត្រទ្រង់ក៏លើកទ័ពទៅច្បាំងនឹងសត្រូវព្រះរាជបម្រើក៏ហៅបុរសនោះឲ្យទៅច្បាំងហើយបុរសនោះមានសេចក្តីព្រួយចិត្តក្រៃពេកព្រោះវេលានោះត្រូវឃ្លាតពីប្រពន្ធសម្លាញ់ចិត្តតែដោយខ្លាចអំណាចព្រះរាជអាជ្ញាបុរសនោះពុំហ៊ានប្រកែកឡើយបុរសនោះបានរៀបចំតាំងស្បៀងអាហាររួចហើយក៏ចាកចេញទៅលុះទៅដល់ក្រោមដើមពោធិ៍មួយបុរសនោះក៏ឈប់នៅទីនោះហើយយំស្រែកចង់ត្រឡប់មកផ្ទះវិញបុរសនោះយំស្រែកជាមួយនឹងប្រពន្ធខំកាត់ចិត្តចេញទៅច្បាំងបុរសនោះយំជារៀងរហូតតែទោះជាយំយ៉ាងណាក៏មិនដាច់ចិត្តចេញពីប្រពន្ធសោះប្រពន្ធខំលួងប្តីហើយត្រឡប់មកផ្ទះវិញឯប្តីក៏ព្រមចេញទៅច្បាំងនិយាយពីនៅលើដើមពោធិ៍នោះវិញមានខ្មោចមួយខ្មោចនោះឃើញបុរសនោះយំដូច្នោះក៏ទៅផ្ទះបុរសនោះឃើញប្រពន្ធបុរសនោះល្អណាស់វាក៏ចាប់ចិត្តស្រឡាញ់ប្រពន្ធបុរសនោះដែរខ្មោចនោះបានកលាខ្លួនជាបុរសប្តីនាងនោះនឹងមានមុខមាត់ត្រៀងរើត្រង់ទ្រាយដូចបុរសនោះទាំងអស់នាងស្រីនោះបានឃើញហើយស្មានថាជាប្តីខ្លួនពិតប្រាកដក៏សួរទៅបុរសនោះថាហេអ្នកហេតុអ្វីបានអ្នកឯងត្រឡប់មកវិញអញ្ចឹងហ៎អ្នកឯងអត់ទៅច្បាំងទេឬលោកមេតបថាបងមិនត្រូវទៅច្បាំងទេអញ្ចឹងហើយទើបគាត់ឲ្យបងត្រឡប់មកផ្ទះវិញហ្នឹងណាអូននាងស្រីនោះឃើញដូច្នោះសប្បាយចិត្តណាស់ក៏ទៅរៀបបាយទឹកឲ្យខ្មោចនោះបរិភោគហើយក៏នៅជាមួយគ្នាសុខទៅចំណែកខាងបុរសជាប្តីនាងនោះវិញទៅច្បាំងនឹងសត្រូវបានឈ្នះនឹងទទួលជ័យជំនះហើយក៏ត្រឡប់មកផ្ទះវិញយ៉ាងរូតរះចង់ជួបប្រពន្ធខ្លួនលុះមកដល់មុខផ្ទះរបស់ខ្លួនក៏ស្រែកហៅនាងជាប្រពន្ធឯនាងជាស្រីប្រពន្ធបានឃើញបុរសនោះស្គាល់ថាជាប្តីរបស់ខ្លួនប្រកាសហើយក៏លេចមើលទៅខ្មោចក៏ថាជាប្តីរបស់ខ្លួនដែរនាងនោះមិនដឹងធ្វើយ៉ាងម៉េចនោះទេឯខ្មោចដែលតំណែងខ្លួននោះក៏និយាយនឹងបុរសនោះថាយើឯងមកពីណានឹងមកហ៊ាននិយាយថាប្រពន្ធអញជាប្រពន្ធរបស់ឯងផងណែនាយនាងនេះប្រកាសជាប្រពន្ធរបស់អញ
អញបានរៀបការយកនាងជាប្រពន្ធតាំងពីពេលមុនដែលអញមិនទាន់ទៅច្បាំងមកម្លេះចុះឯងមកពីណាបានជានិយាយថាប្រពន្ធអញជាប្រពន្ធរបស់ឯងទៅវិញហាបុរសជាប្តីហើយនឹងខ្មោចជជែកគ្នាឆ្លោះគ្នាយូរទៅក៏ទៅប្តឹងចៅក្រមមើលរូបបុរសទាំងពីរនាក់នោះលំបាកនឹងជំរះខ្លាំងណាស់ក៏សួរទៅនាងប្រពន្ធថាតើអ្នកណាជាប្តីរបស់នាងឲ្យពិតប្រាកដនាងនោះមិនដឹងថាមួយណាជាប្តីនោះឡើយព្រោះរូបរាងវាដូចគ្នាពេកបុរសជាប្តីមានសេចក្តីព្រួយចិត្តខ្លាំងណាស់ក៏ចុះទៅរកអ្នកណាមួយពឹងគេឲ្យជួយដើម្បីបានប្រពន្ធត្រឡប់មកវិញដើរទៅក៏បានជួបនឹងសុភាទុនសាយឃើញដូច្នោះសុភាទុនសាយក៏បានសួរបុរសនោះថាណែបងឯងទៅណានឹងបងអូបងទុនសាយខ្ញុំមានទុកជាទម្ងន់ដោយសារខ្ញុំចេញទៅច្បាំងចោលប្រពន្ធខ្ញុំតែពេលត្រឡប់មកដល់ផ្ទះវិញបែរជាមានបុរសម្នាក់មានរូបរាងដូចជាខ្ញុំហើយថាប្រពន្ធខ្ញុំជាប្រពន្ធរបស់វាថែមទៀតឥឡូវនេះប្រពន្ធខ្ញុំមិនដឹងថាជ្រើសយកអ្នកណាជាប្តីពិតប្រាកដនោះឡើយមិនអីទេល្បងបើដូច្នោះកុំភ័យអីចាំខ្ញុំជួយល្បងឯងបុរសនោះជជែកគ្នាជាមួយសុភាទុនសាយរួចហើយក៏នាំគ្នាទៅឯសាលាជំនុំជួបនឹងចៅក្រមទៅដល់ទីនោះភ្លាមសុភាទុនសាយបានបង្គាប់ឲ្យចៅក្រមរកដបស្ដួយតូចមួយមកឲ្យខ្លួនហើយបង្គាប់ថាបើនរណាអាចចូលដបនោះរួចគឺជាប្តីរបស់នាងមែនតែនហើយចៅក្រមក៏បានទៅរកដបស្ដួចមួយមកឲ្យសុភាទុនសាយឯខ្មោចនោះឮដូច្នោះត្រេកអរណាស់ព្រោះគិតក្នុងចិត្តថាខ្លួនប្រកាសជាឈ្នះមិនខានបន្ទាប់មកសុភាទុនសាយក៏និយាយទៅកាន់បុរសទាំងពីរថាបើនរណាអាចចូលដបនេះបានអ្នកនោះជាប្តីប្រកាសរបស់នាងហើយបុរសជាប្តីនោះគិតថាខ្លួនមិនអាចចូលដបនោះបានឡើយមុខជាចាញ់បុរសមួយទៀតនោះមិនខានឯខ្មោចនោះវិញក៏គិតហើយកាឡាខ្លួនតូចប៉ុនចៃហើយក៏ចូលទៅក្នុងដបស្ដួចនោះទុនសាយប្រាប់ទៅបុរសប្តីនោះថាឲ្យយកឆ្នុកមកចុកដបនេះឲ្យជាប់ហើយយកវាទៅបោះចោលក្នុងទន្លេទៅអាមួយនេះគឺវាជាខ្មោចទេគ្មានមនុស្សណាអាចកាឡាខ្លួនតូចប៉ុណ្នេះចូលទៅក្នុងដបនោះបានឡើយឯប្រពន្ធឃើញដូច្នោះក៏រត់ទៅអោបប្តីពួកគេទាំងពីរក៏នាំគ្នាត្រឡប់ទៅផ្ទះវិញរស់នៅជាមួយគ្នាយ៉ាងសុខសាន្តឯសុភាទុនសាយក៏បានបោលចូលព្រៃទៅប្តីប្រពន្ធទាំងពីរបានជួបគ្នាវិញដោយសារតែប្រាជ្ញារបស់សុភាទុនសាយក្នុងពេលនោះ